អនុញ្ញាតស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបែបវិទ្យាសាស្ត្រឥឡូវនេះចង់ឲ្យអ្នកគ្រូបាទធ្វើការបកស្រាយតាក់ទងទៀតតាក់ទងជាមួយនឹងប្រធានបទរបស់យើងថ្ងៃនេះគឺការសែនឆេងមេសម្រាប់ថ្ងៃសែនឆេងមេនៅក្នុងឆ្នាំនេះថាតើគួរធ្វើបែបណាដើម្បីឲ្យបងប្អូនរបស់យើងនៅពេលដែលសែនហើយបានហេងត្រឡប់មកវិញដែរមែនតើណាការសែនឆេងមេវាជាជំនឿសាសនារបស់ចិនបាទប៉ុន្តែបើសិនជាយើងរៀបបើយើងគិតពីវិទ្យាសាស្ត្រមកវិញតើយើងគួរធ្វើបែបណាដើម្បីឲ្យយើងហេងបាទចាការសែនគឺជាបើសិនជាពាក់ព័ន្ធនឹងការសែនគឺការបង្ហាញពីការគោរពដឹងគុណដល់បុព្វបុរសរបស់យើងតែបើយើងសែនយកហេងមិនមែនបុព្វបុរសគាត់លីសែនទ្រព្យសម្បត្តិមកឲ្យយើងទេចាចឹងកន្លែងនេះបញ្ជាក់ឲ្យច្បាស់ចាអញ្ចឹងដល់ពេលដែលការសែនឆេងមេងគឺការគោរពដឹងគុណដល់បុព្វបុរសបាទចាប៉ុន្តែបើសិនជាយើងសែនជ្រុលតែយើងទៅយើងចង់យកហេងយើងត្រូវមើលសិនថាតើភ្នូដូនតាហ្នឹងត្រូវជាមួយយើងឬអត់បាទភ្នូដូនតាហ្នឹងឆុងជាមួយយើងឬអត់មិនមែនដូនតាមិនស្រឡាញ់យើងមិនមែនដូនតាមិនចង់ជួយយើងទេចាប៉ុន្តែក៏ចង់ឃើញកូនក៏ចង់ឃើញកូនកើតល្អដែរប៉ុន្តែសំខាន់តើម៉ងហ្នឹងត្រូវជាមួយកូនអត់ត្រូវជាមួយយើងឬអត់ម៉ងហ្នឹងហុចផលវិជ្ជមានឬហុចផលអវិជ្ជមានឲ្យយើងអត់ពេលហ្នឹងបានយើងដឹងថាតើប៉ុន្តែពេលជាក់ស្ដែងបើសិនជាយើងឧទាហរណ៍យើងចង់ដឹងថាតើភ្នូដូនតាគាត់ជួយយើងឬមិនជួយយើងងាយទេចាបន្ទាប់ពីយើងបញ្ចោះរយៈពេល6ខែទៅ3ឆ្នាំតើការរស់ស៊ីយើងល្អឬអត់ចានឹងបើយើងអត់ចេះហុងស៊ុយយើងអាចសង្កេតមើលបែបហ្នឹងអញ្ចឹងបើសិនជាករណីភ្នូដូនតាល្អរៀបចំត្រូវហើយត្រូវជាមួយយើងបន្ទាប់ពីយើងរៀបចំភ្នូដូនតាហើយបញ្ចុះហើយ6ខែទៅដល់3ឆ្នាំយើងឃើញថាជីវិតរស់នៅរបស់យើងប្រសើរឬអត់បើសិនជាល្អបានន័យថាភ្នូដូនតាហ្នឹងហុចផលវិជ្ជមានឲ្យយើងតែបើសិនជាមិនល្អបានន័យថាភ្នូដូនតាហ្នឹងហុចផលអវិជ្ជមានឲ្យយើងអញ្ចឹងការសែនភ្នូដូនតាមិនមែនបានន័យថាអូបើសិនជាភ្នូដូនតាហ្នឹងហុចផលអវិជ្ជមានឲ្យយើងអត់ទៅសែននេះចាការសែនព្រេនសែនឆេងមេងគឺការគោរពដឹងគុណបុព្វបុរសហើយការរៀបចំសែនឆេងមេងគឺការជួបជុំបងប្អូនក្រុមគ្រួសារមិត្តភ័ក្តិសាច់ញាតិឧទាហរណ៍យើងមានបងប្អូន5នាក់នៅប្រទេសផ្សេងគ្នានៅខេត្តផ្សេងគ្នាអញ្ចឹងបើសិនតែយើងមានពេលវេលាជួបគ្នាគឺមានតែពេលវេលាឆេងមិញមិនអញ្ចឹងចាអញ្ចឹងមានពេលវេលាឆេងមិញគឺមកជួបជុំគ្នានឹងហើយគឺពេលឆេងមិញរបស់ចិនហ្នឹងគឺគេជាការរៀបចំគោរពបុព្វបុរសសែនពេលរំលឹកគុណដល់បុព្វបុរសចាអញ្ចឹងអ្នកគូប្រវត្តិអ្នកណាគេជាអ្នកកំណត់ថ្ងៃពេលវេលាសែនហ្នឹងប្រវត្តិគឺតកតងនឹងមន្ត្រីជាន់ខ្ពស់នៅក្នុងសម័យរាជវង្សថាងចាជាអ្នកកំណត់យកពេលវេលាដែលអ្នកគ្រូថាអាកាសធាតុល្អមិនក្តៅមិនត្រជាក់ចាអញ្ចឹងហើយដល់ពេលដែលកន្លងមកគឺតែងតែជំនឿបែបផ្សេងគ្នាអញ្ចឹងឧទាហរណ៍ថាបើសិនជាការសែនឆេងមេងពិតប្រាកដរវាងការសែនឆេងមេងរវាងចិនហុងកុងតៃវ៉ាន់ខ្មែរថៃជាពិសេសខ្មែរនិងថៃសែនស្តៀងគ្នាចាតែថ្ងៃដូចគ្នាដែរអត់ថ្ងៃដូចគ្នាដែរចាប៉ុន្តែដោយសារបើសិនជាថៃគឺគេ start ពីថ្ងៃ18ខែមីនាទៅពាក់កណ្ដាលខែ3ពាក់កណ្ដាលខែ3ចាមែនតើឆេងមេងគឺនៅក្នុងក្បួនគេឲ្យសែនមុន15ថ្ងៃនឹងចំថ្ងៃធំចាថ្ងៃធំថ្ងៃខ្លះគឺមានខែខ្លះឆ្នាំខ្លះមានថ្ងៃ4ឬថ្ងៃ5អញ្ចឹងគេសែនមុន15ថ្ងៃឬក្រោយ15ថ្ងៃចាគូដូចយើងឆ្នាំនេះយើងណែនាំឲ្យបងប្អូនយើងគួរសែនឆ្នាំនេះមែនតើបើសិនជាយើងចង់សែនឆេងមេងឧទាហរណ៍បើយើងចង់សែនចង់យកហេងតែយើងធៀបយើងត្រូវការធៀបអីចាយើងទៅសែនចំថ្ងៃហេងគឺថ្ងៃធៀបដែលត្រូវការហើយបើឧទាហរណ៍ថាភ្នូដូនតារបស់យើងគេហៅថាក្បាលតនីគាត់បែរទិសសផតយើងឬអត់ខ្ញុំឧទាហរណ៍ថាបើសិនជារាសីរបស់យើងត្រូវមួយធៀបទឹកចាក្បាលតនិភ្នូដូនតារបស់យើងបែរក្បាលតនិទៅជើងបាទអញ្ចឹងដល់ពេលដែលរាសីរបស់យើងត្រូវមួយធៀបទឹកបានន័យថាក្បាលតនិដូនតារបស់យើងហ្នឹងគឺភ្នូរបស់ដូនតារបស់យើងហ្នឹងគឺហុចផលវិជ្ជមានឲ្យយើងគឺសផតយើងហើយអញ្ចឹងដល់ពេលដែលយើងទៅសែនយើងរើសវេលាធៀបទឹកទៅសែនអញ្ចឹងឧទាហរណ៍ថាបើយើងត្រូវមួយធៀបទឹកណាត្រូវមួយធៀបទឹកយើងរើសវេលាធៀបទឹកហើយភ្នូដូនតាត្រូវមួយយើងចុះបើសិនជាយើងត្រូវមួយធៀបទឹកតែភ្នូដូនតាបែរទៅផ្សេងវិញអញ្ចឹងយើងសួរមួយថាតើថា DNA របស់ដូនតាដែលយើងដាក់ធ្វើម៉ងនោះត្រូវជាមួយយើងម្នាក់ឬក៏ត្រូវជាមួយគ្រួសារទាំងមូលគឺมันអាចត្រូវមួយគ្រួសារទាំងមូលទេតើទេចាឧទាហរណ៍បើមានកូន5នាក់ក
កូន2ឬកូន3ត្រូវតែកូន2នាក់ទៀតអាចនឹងមិនត្រូវទេ បាទ ចាអញ្ចឹងសួរថាតម្រោះដើម្បីតម្រូវទាំងអស់គ្នាគឺអត់បានទេតែតម្រូវអ្នកណាដែលត្រូវច្រើនជាងគេតម្រូវអ្នកណាដែលត្រូវច្រើនជាងគេហ្នឹងឯងហើយទី1តើត្រូវជាមួយនឹងភ្នោដូនតាដែលបាយទៅទិសណាសិទ្ធិក្បាលតនេករបស់គាត់ហ្នឹងបាយទៅទិសណាដើម្បីយើងសែនសាកធម្មពលចូលមកអញ្ចឹងការសែនសាកធម្មពលមិនមែនជាការសែនគ្រប់តែប៉ុណ្្នឹងទេចាអញ្ចឹងការសែនសាកធម្មពលនៅពេលដែលយើងទៅយើងមានការប្រក់ភ្នោទៅហ៎ សម្អាត ចាសម្អាតឲ្យយើងទៅអង្គុយចិត្តដៃម៉ងអង្គុយនឹងកន្លែងចិត្តដីបានន័យថាមកពល DNA ដែលមកភ្ជាប់ជាមួយនឹងដៃម៉ងនឹងប៉ាយឬនៅនឹងបរិវេណកន្លែងហ្នឹងហើយគឺគេហៅថាភ្ជាប់ធម្មពលបាយឲ្យយើង យើងត្រូវទៅប៉ះយើង ចាទៅប៉ះប៉ុន្តែចំណុចមួយដែលខ្មែរយើងអត់ដឹងខ្ញុំតែងតែឃើញច្រើនគឺនៅពេលដែលសានឆេងមិញថតផុសជាគ្រួសារអញ្ចឹងក៏ថតរូបជាគ្រួសារអញ្ចឹងណាចាថតផុសចាចំណុចហ្នឹងថតបានតែកុំថតជាគ្រួសារចា ទីទូទៅឯ10ទាំង10គឺត្រូវតែជុំគ្នាមុខណូថត យើងថតបានតែអត់ថតនឹងភ្នោទេយើងថតនៅកន្លែងញ៉ាំអីនៅគៀនហ្នឹងអូខេឬបើជាប់ភ្នោជាប់ម៉ងក៏ជាប់អីតិចកុំឲ្យជាប់ទាំងដល់តែខ្លះតែឆតចេញមកដូចលក្ខណៈថាកូនចៅនៅមុខភ្នោនៅខាងក្រៅហើយថតជុំគ្នា មានអ្នកឈរមានអ្នកលុតជង្គង់មានអី ស្ទាយទូទៅ កន្លែងហ្នឹងគេហាម អូបងប្អូនទាំងអស់គ្នា ចាប៉ុន្តែបើសិនឧទាហរណ៍យើងចង់ថតយើងអាចថតប្រឆាត់ជាហៀងចឹងទៅកុំឲ្យចំ ចាហេតុអីអ្នកគ្រូដែលអត់ អាហ្នឹងគឺពាក់ព័ន្ធនឹងគេហៅថាមពលយិនយ៉ាងបលិនចាអញ្ចឹងឧទាហរណ៍ថានៅពេលដែលយើងសែន background យើងជាស្អី background យើងគឺយិន ចា ល្ងិតមនុស្សយើងរស់គឺត្រូវការយ៉ាងត្រូវការថាមពលយ៉ាង background យិន ចាអញ្ចឹងបើសិនជាយើងប្របែបានន័យថាយើងអត់មាន background ជាម៉ងទេបើយើងប្របែទៅ background របស់យើងជាដើមឈើជាទេសភាពជាអីវិញអញ្ចឹងនៅពេលដែលការថតបរហោះថតអីមួយឧទាហរណ៍ថាបើករណីថតបរហោះជា background របស់យិនកន្លែងហ្នឹងបើឧទាហរណ៍ថាថតបរហោះចោះតែឆាប់លុបចោលកុំទុកយូរចាជំនាន់មុនគឺអត់មាន social media អីណាអត់មានកាមេរ៉ាថតអត់អីទេតែឥឡូវហ្នឹងគឺមានច្រើនចាខ្ញុំឃើញមានច្រើនកន្លែងហ្នឹង គ្រូសា10ទាំង10គឺធ្វើអញ្ចឹងតែដល់គឺត្រូវតែជុំគ្នាថតចានេះជាព័ត៌មានថ្មីដែរដែលបងប្អូនគួរដឹង ចាពួកចំណុចនេះវាបើសិនជានិយាយទៅវាមានប៉ះពាល់ដល់ sensitive ដែរអ្នកខ្លះគាត់ថាអីជំនឿជប់ជុំគ្នាថតទៅមិនមានបញ្ហា ថតបានតែគ្រាន់តែប្រយ័ត្ន ចាថតបានប្រយ័ត្នកុំឲ្យឃើញពេញពេកចាអាហ្នឹងគឺបើសិនជានៅចិនគេតំណងគេអត់ថតទេអាហ្នឹងមិននៅចិនចាតែខ្មែរយើងអត់ដឹងយើងចេះតែថតទៅអាហ្នឹងគឺជាជំនឿបើនិយាយខ្លីវាជាជំនឿមិនមែនជាហ្វុងស៊ុយទេចាអញ្ចឹងបើជំនឿរបស់គេតម្រង់មកថាតម្រារបស់គេដែរគេមិនឲ្យថតអញ្ចឹងខ្ញុំសួរហេតុផលបើសិនជាខ្ញុំគិតពីហ្វុងស៊ុយខ្ញុំគិតថាមនុស្សត្រូវការធម៌ពលយ៉ាងមិនមែនត្រូវការធម៌ពលយិនទេអញ្ចឹងហើយបើយើងថតមកអ្វីដែលជាប់មួយយើងគឺធម៌ពលយិនអាហ្នឹងបើសិនឲ្យខ្ញុំវិភាគទៅជាហ្វុងស៊ុយវិញតែបើគិតទៅជាជំនឿបើគេអត់ឲ្យថាគេថាមិនឲ្យគឺមិនឲ្យហ្នឹង និយាយទៅប្រិយមិត្តទាំងអស់គ្នាអ្នកគ្រូបានតែបកស្រាយនឹងណែនាំអញ្ចឹងប៉ុន្តែជំរើសរបស់បងប្អូនថាតើបងប្អូនជឿឬក៏មិនជឿឬក៏បងប្អូនថាអត់ទេបងប្អូនអត់ខ្វល់ត្រូវតែថតត្រូវចេះប៉ុន្តែបើសិនជាបងប្អូនគិតថាតាមរយៈគេឈ្មោះប័ណ្ណពិសោធន៍ចំណេះដឹងរបស់ Master នានីកន្លងមកជួយមនុស្សបានច្រើនអញ្ចឹងគ្រាន់តែជឿអ្នកគ្រូមកចំណុចទៀតទៅឬក៏ឲ្យមានអីខាតផងសម្រាប់ខ្ញុំកាត់ជាប្រយ័ត្ន យើងអាចថតបានតែយើងអត់ផុស ចា នឹង ឬក៏អត់កុំផុស យ៉ាកុំផុសព្រោះទី1គឺដូចបង្ហាញពីចំណុចខ្សោយរបស់យើងឲ្យគេដឹង បើចង់ផុសទៅរកកន្លែងណាមានដើមឈើមានអីក្បែរភ្នោដូនតាយើងខ្វះអីកន្លែងមកកណោ ចាអញ្ចឹងហើយបានបើអានេះចង់និយាយថាបើក្បួនគេបើសិនជាសម្រាប់បុរាណអ្នកដែលធំហ្មងគឺគេប្រយ័ត្នកន្លែងហ្នឹងគឺប្រយ័ត្នខ្លាំងតែខ្មែរយើងអត់ខ្វល់អត់សូវខ្វល់ទេតែមែនទេណាកន្លែងហ្នឹងគឺសំខាន់ណាស់ចា ចំណុចរសើបចំណុចដែលបងប្អូនគួរពិចារណាដែរ ចាតែមានចំណុចខ្លះគឺខ្ញុំអត់អាចនិយាយជាសាធារណៈបានអញ្ចឹងបើសិនជាឧទាហរណ៍ថាไปជួបមានអីជាគេហៅ internal ជួបជុំគ្នាខ្ញុំអាចនឹងប្រាប់តគ្នាដើម្បីឲ្យដឹងព្រោះធម្មតានៅពេលដែលកាលណាយើងនិយាយជាសាធារណៈសម្រាប់អ្នកខ្លះគឺគាត់ថាគាត់ស្រាវជ្រាវអត់ដល់គាត់យកទៅវាយបហាបែបផ្សេងណាមួយគឺវាមិនជារឿងមួយដែលចំណេញណាចាអញ្ចឹងទៅគឺគាត់ថាអូខេអ្វីដែលយើងនិយាយសម្រាប់តែអ្នកជឿចាយើងណែនាំសម្រាប់តែអ្នកជឿតែប៉ុណ្្នឹងទេ
ចាសម្រាប់អ្នកដែលមិនជឿគឺរឿងរបស់គាត់ទៅ យើងមានសិទ្ធិណែនាំបងប្អូនក៏គាត់មានសិទ្ធិក្នុងការជឿ ចា៎ ឬក៏មិនជឿអញ្ចឹង នឹងចឹង ប៉ុន្តែយើងក៏ត្រូវការគោរពគ្នាទៅវិញទៅមកដែរ ចា៎ ចា៎អរគុណអ្នកគ្រូអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានយើងនឹងជួបគ្នានៅវគ្គបន្តពេលនេះពេលវេលាកម្មវិធីរបស់យើងសូមអនុញ្ញាតសម្រាប់បន្តិចសិន